យោធាសៀមហើយនឹងបណ្ដាញសារព័ត៌មានសៀមទាំងឡាយកំពុងរួមដៃគ្នាសហការធ្វើព័ត៌មានខុសពីការប៉ັດបោករាសរបស់សៀមទាំងឡាយនឹងទៀតហើយតែតងទៅនឹងលិខិតផ្លូវការពីក្រសួងការពារជាតិរបស់កម្ពុជាដែលធ្វើតាំងពីថ្ងៃទី22ខែធ្នូ2025ផ្ញើទៅឲ្យក្រសួងការពារជាតិរបស់ប្រទេសថៃហើយយោធាថៃទៅតែមកទម្លាយលិខិតហ្នឹងនៅក្នុងថ្ងៃទី24ពេលល្ងាចថ្ងៃទី24ពេលល្ងាចហ្នឹងគេទម្លាយលិខិតហ្នឹងហាក់បីដូចជាធ្វើឲ្យមានរូបភាពចេញមកថាអូលិខិតសម្ងាត់បានបែកធ្លាយហើយកម្ពុជាយើងនេះបានធ្វើលិខិតជាសម្ងាត់សុំថៃចរចាសុំថៃឈប់បាញ់គេកំពុងតែធ្វើព័ត៌មានចេញទៅអញ្ចឹងហ៎បងប្អូននេះសារព័ត៌មានសៀមគេកំពុងតែនិយាយតាក់ទងទៅនឹងលិខិតហ្នឹងហើយគេដាក់ចំណងជើងធំថាកម្ពុជាយើងនេះណាធ្វើលិខិតសុំថៃចរចាសុំថៃឈប់បាញ់ទាំងដែលអត្តន័យនៅក្នុងលិខិតហ្នឹងវាអត់មានពាក្យទាំងអស់ហ្នឹងវាអត់មែននៅក្នុងន័យអញ្ចឹងហើយឃើញអត់បងប្អូនមិនមែនពួកសៀមទាំងឡាយហ្នឹងវាអត់ចេះអង់គ្លេសទេទោះបីវាមិនចេះក៏វាមាន Google Translate ដែរវា Translate មកខ្វោកទៅវាដឹងហើយថាអត្តន័យនៅក្នុងលិខិតដែលកម្ពុជារបស់យើងបានធ្វើហ្នឹងនៅក្នុងអត្តន័យបែបម៉េចប៉ុន្តែអានេះគឺវាមានចេតនាខ្លែងរឿងហ្នឹងដើម្បីកុហករាសវាហ្មងពីព្រោះរាសវាហ្នឹងទន្ទឹងរង់ចាំថាអង្ការបានកម្ពុជានឹងសុំចាញ់អង្ការបានកម្ពុជានឹងប្រកាសសុំឈប់បាញ់តែកម្ពុជារបស់យើងអត់មានប្រតិកម្មតាក់ទងទៅនឹងចំណុចហ្នឹងទេអញ្ចឹងហើយគឺវាយករឿងហ្នឹងមកណាសំដែងដើម្បីឲ្យរាសរបស់វាហ្នឹងយល់ច្រឡំហើយមែនរាសវាចេញមកសារតអូអ្នកធ្វើ content ណាគេចេញមកចេះយោកម្ពុជាធ្វើលិខិតសម្ងាត់សុំថៃឈប់បាញ់មុនហើយវាទៅឆ្កុយអញ្ចឹងណាបងប្អូនវាចេះតែអញ្ចឹងណាបានរឿងវាមិនព្រមចប់វាតួឯកវាឈ្នះដើម្បីកុហករាសវាអញ្ចឹងទាំងដែលវាមិនពិតណាបងប្អូន